បាទផុតពីពត្រាមិនតាន់ផុតទេពត្រាចិត្តផុតហើយចូលអំពិលទឹកម្ដងបាទអំពិលទឹកគឺចាប់ដើមទុំមួយដែរបាទតាមដើមខ្លះទៅតែក្តាប់ដើមខ្លះផ្កាដើមខ្លះផ្លែហើយអត់ទាន់មានច្រើនទេបាទទុំមួយទេហើយទុំគឺអំពិលទឹកនេះគឺពណ៌វាស៊ីជម្ពូហើយឆ្ងាញ់បាទរសជាតិវាឆ្ងាញ់ប៉ុន្តែអត់ទាន់មានច្រើនទេមានដើមពី3 4ផ្លែអញ្ចឹងទៅដោយសារតែតែផ្កាដែរហើយក៏មានក្តាប់មានអីច្រើនអញ្ចឹងទៅផ្កាក៏ច្រើនដែរតែយើងក៏មិនទាន់ដឹងថាតើវាអាចផ្លែឬក្តាប់ជាប់នឹងប៉ុណ្ណាហើយទុំប៉ុណ្ណាដោយសារតែមានទាំងសត្វហ្នឹងគឺដូចជាសត្វស្លាបមកចឹកពេលទុំពេលអីឬក៏ពេលផ្លែវាអីនឹងឃើញមានសត្វមកបាទអញ្ចឹងទៅមិនដឹងថាយើងការពារមិនទេដូចជាសត្វពពេចចឹងជាដើមបាទគាត់អត់ទាន់ទុំល្អផងរៀងប្រេះផ្លែនឹងមកគឺឃើញសត្វមកចឹកស៊ីហើយបាទហើយប្រហែលជាមានវិជាវអីទៀតពេលយកមកហ្នឹងបាទអញ្ចឹងអត់ដឹងការពារមិនទេតែឃើញសល់ច្រើនដែរហើយវាស៊ីក៏គួរសមដែរអញ្ចឹងតាមតាណាទៅបាទអញ្ចឹងពិលទឹកនេះគឺចូលក្បាលឆ្នាំទី2ហើយបាទចូលឆ្នាំទី2ហើយអញ្ចឹងកម្ពស់វាគួរសមដែរបាទមានន័យថាការលូតលាស់វាគឺល្មមអាចទទួលយកបានដោយសារចូលឆ្នាំទី2អញ្ចឹងបាទហើយដូចខ្ញុំបញ្ជាក់អញ្ចឹងវាមានដើមខ្លះដាំដោយយើងបដោះគ្រាប់ដើមខ្លះយើងដាំដោយយើងទិញមែកពូជមកដាំបាទអញ្ចឹងគ្រប់ដើមទាំងអស់គឺមានផ្កាមានផ្លែបាទមានក្តាប់ហើយនិងផ្លែទុំជាដើមបាទអញ្ចឹងចាំមើលបន្តទៀតខ្ញុំនឹងបង្ហាញបន្តទៀតថាតើពេលដែលផ្លែស្រស់គ្នាឬក្តាប់ស្រស់គ្នាទៅវាបានប្រមាណក្នុងចំណោមដើមដែលខ្ញុំដាំមួយថ្ងៃយើងអាចបានប្រមូលផលបានប្រមាណជាដើមដើម្បីជាព័ត៌មានដែលបងប្អូនយើងគាត់ចង់ដាំចង់អីដែរជាដើមប៉ុណ្ណឹងបាទអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺដល់នេះពេលនេះគឺអត់ទាន់ផ្លែច្រើនទេអត់ទាន់បានផ្លែច្រើនទេគឺមួយដើមពីរដើមមួយដើមផ្លែ3 4ទៅទុំណាបាទហើយក្រៅគឺឃើញតែផ្កានិងក្តាប់ទេអត់ទាន់ផ្លែច្រើនទេបាទអញ្ចឹងរងចាំមើលបន្តទៀតថាតើការដាំអំពិលទឹកនេះអាចទៅរួចទេចង់មានថាបើសិនបើប្រៀបធៀបមួយដំណាំផ្សេងទៀតហើយទី2យើងមិនទាន់មានបច្ចេកទេសផងអញ្ចឹងជាការសាកល្បងដំបូងអាចថាយើងអត់ទាន់មានថ្នាំឬក៏ជីអីដាក់ក៏មិនដឹងមានន័យថាជីតាវាប្រើជីប្រភេទណាអីប្រភេទណាដើម្បីឲ្យពិលទឹកលូតលាស់អញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងពិលទឹកនេះខ្ញុំទៅតែប្រើជីទឹកដែលផលិតខ្លួនឯងទេអត់បានប្រើជីគ្រាប់ជីអីទិញមកពីផ្សារទេតែការលូតលាស់ប៉ុណ្ណឹងអត់អីទេតែអ្វីដែលយើងអត់ធ្លាប់គឺតើពេលវាផ្កាយើងត្រូវប្រើជីយ៉ាងម៉េចអីយ៉ាងម៉េចជីធម្មជាតិឬក៏ជីដែលគេលក់ទីផ្សារអីអញ្ចឹងជាដើមអត់ទាន់បានប្រើទេដោយសារតែយើងដំបូងយើងសាកល្បងហើយយើងរៀនប្រើថ្នាំឬក៏ប្រើជីដែលយើងផលិតខ្លួនឯងបាទអញ្ចឹងដូចដើមជាច្រើនគឺផ្កាច្រើនបាទផ្កាច្រើនក្តាប់គួរសមដែរហើយដើមខ្លះក៏ក្តាប់មកជ្រុះទៅវិញជាដើមអញ្ចឹងយើងអត់ទាន់រកថ្នាំឬក៏រកជីណាដាក់ទៅកុំឲ្យវាស្វិតឬក៏ផ្កានឹងជ្រុះទេបាទអញ្ចឹងជាការពិសោធន៍ម្ដងតិចខ្ញុំគិតថាយើងគង់នឹងរកឃើញថាតើធ្វើយ៉ាងណាពេលផ្កាពេញដូចដើមនេះជាដើមឲ្យមានក្តាប់កាន់ក្តាប់ជាដើមបាទអញ្ចឹងព្យាយាមអត់ប្រើជីផ្សារទេគឺព្យាយាមផលិតជីខ្លួនឯងសាកល្បងខ្លួនឯងបាទអញ្ចឹងជៀសវាងការប្រើជីផ្សារគឺមានតែផលិតខ្លួនឯងបាទនេះគឺក្តាប់ច្រើនបាទដើមខ្លះក្តាប់ច្រើនដើមខ្លះផ្កាច្រើនដើមខ្លះទុំអញ្ចឹងជាដើមបាទមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទ